នៅលើពិភពលោកយើងនេះនិន្នាការនៃការវិវត្តរបស់សភាពីរថ្នាក់មានការរីកចម្រើនឥតឈប់ឈរបច្ចុប្បន្នមានប្រទេសចំនួន77បានប្រកាន់យករបបសភាពីរថ្នាក់ក្នុងនោះមានប្រទេសចំនួន39កើតឡើងដោយការបោះឆ្នោត21ប្រទេសកើតឡើងដោយការបោះឆ្នោតផងនិងការតែងតាំងផងនិង17ប្រទេសទៀតកើតឡើងដោយការតែងតាំងព្រះរាជាណាចក្រកម្ពុជាបានប្រកាន់យករបបសភាពីរថ្នាក់តាមមាត្រា74រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ1947មានឈ្មោះថាក្រុមប្រឹក្សាព្រះរាជអាណាចក្រមានសមាជិកចំនួន24រូបកើតឡើងដោយការបោះឆ្នោតផងនិងការតែងតាំងផងរហូតដល់ឆ្នាំ1970ហើយនៅឆ្នាំ1972ប្រទេសកម្ពុជាបានប្រកាន់យករបបសភាពីរថ្នាក់ដដែលតាមមាត្រា46រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋខ្មែរដែលប្រសិទ្ធនាមថាព្រឹទ្ធសភាបន្ទាប់ពីមានកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ1991ជាពិសេសក្នុងនីតិកាលទី2នៃរដ្ឋសភារបបសភាពីរថ្នាក់ត្រូវបានបង្កើតឡើងវិញតាមមាត្រា99ថ្មីរដ្ឋធម្មនុញ្ញឆ្នាំ1993នៃព្រះរាជាណាចក្រកម្ពុជាប្រសិទ្ធភាពនៃព្រះរាជាណាចក្រកម្ពុជាក្នុងនីតិកាលទី1កើតឡើងដោយការតែងតាំងមានសមាជិកចំនួន61រូបមានអាណត្តិ5ឆ្នាំហើយបានបន្តនីតិកាលចំនួន2ដងម្ដង1ឆ្នាំជាពិសេសនៅថ្ងៃទី22ខែមករាឆ្នាំ2006ប្រសិទ្ធភាពនីតិកាលទី2បានកើតឡើងដោយការបោះឆ្នោតជាអសកលមិនចំពោះក្នុងនោះសមាជិកប្រសិទ្ធភាពចំនួន2រូបត្រូវបានចាត់តាំងដោយព្រះមហាក្សត្រសមាជិកប្រសិទ្ធភាពចំនួន2រូបត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយព្រៀបសមាជិកប្រសិទ្ធភាពចំនួន57រូបត្រូវបានជ្រើសតាំងតាមការបោះឆ្នោតអសកលនិងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់មានអាណត្តិ6ឆ្នាំជាតំណាងឲ្យក្រុមប្រឹក្សាឃុំសង្កាត់និងតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលប្រសិទ្ធភាពមានទីតាំងស្ថិតក្នុងវិមានរដ្ឋចំការមនក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញលាតសន្ធឹងលើផ្ទៃដីទំហំ 67271 ម៉ែត្រក្រឡាខាងជើងទួលនឹងក្រសួងកសិកម្មខាងត្បូងទួលនឹងផ្លូវលេខ462ខាងលិចទួលនឹងផ្លូវត្រសក់ផ្អែមខាងកើតទួលនឹងមហាវិថីព្រះនរោត្តមយោងតាមអនុក្រឹត្យលេខ75អនក្រអកចុះថ្ងៃទី27ខែវិច្ឆិកាឆ្នាំ1998របស់រាជរដ្ឋាភិបាលនិងសេចក្តីជូនដំណឹងលេខ310សជនអកចុះថ្ងៃទី10ខែមីនាឆ្នាំ1999របស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីការផ្ទេរវិមានរដ្ឋចំការមននិងអគារមួយចំនួនមកឲ្យប្រសិទ្ធភាពគ្រប់គ្រងនៅឆ្នាំ1999នៅឆ្នាំ1999ប្រសិទ្ធភាពបានរៀបចំជួសជុលនិងកែលម្អអគារចាស់ៗសរុបចំនួន21ខ្នងឡើងវិញនៅឆ្នាំ2001និងឆ្នាំ2002អគារថ្មីចំនួន6ខ្នងត្រូវបានសាងសង់រួចរួមបញ្ចូលទាំងសាលប្រជុំប្រសិទ្ធភាពផងដែរហើយគ្រប់អគារទាំងអស់មានអគ្គិសនីនិងបំពាក់ម៉ាស៊ីនត្រជាក់គ្រប់ការិយាល័យហេដ្ឋារចនាសម្ព័ន្ធទូទៅនៅក្នុងប្រសិទ្ធភាពពលគឺការផ្គត់ផ្គង់ទឹកស្អាតប្រព័ន្ធលូទឹកបណ្ដាញអគ្គិសនីនិងបណ្ដាញផ្លូវថ្នល់ត្រូវបានជួសជុលនិងកែលម្អសារជាថ្មីឡើងវិញដោយចំណាយអស់ទឹកប្រាក់ចំនួនសរុប$4,804,123 និង16សេនភាគច្រើនជាថវិកាហិរញ្ញប្បទានបានមកពី
សភានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនទឹកប្រាក់ចំនួន$342,921 អាមេរិករាជាណាចក្រជប៉ុនទឹកប្រាក់ចំនួន$1,325,702 អាមេរិកនិង16សេនរដ្ឋសភានរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមទឹកប្រាក់ចំនួន$155,000 អាមេរិកប្រសិទ្ធិនឹងរដ្ឋាភិបាលនៃសាធារណរដ្ឋបារាំងនិងសមាគមសភានៃប្រទេសប្រើភាសាបារាំងទឹកប្រាក់ចំនួន$31,900 អាមេរិករដ្ឋសភានរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េទឹកប្រាក់ចំនួន$28,600 អាមេរិកនិងរថយន្តមួយគ្រឿងរាជាណាចក្រប្រ៊ុយណេដារុសឡាំទឹកប្រាក់ចំនួន$20,000 អាមេរិកសាធារណរដ្ឋឥណ្ឌូនេស៊ីបានបំពាក់គ្រឿងសង្ហារិមដល់បន្ទប់ទទួលភ្ញៀវធំរបស់ព្រឹទ្ធសភាដល់ឡែកលើជំនួយអភិវឌ្ឍធនធានមនុស្សអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានខិតខំទំនាក់ទំនងស្វែងរកជំនួយពីប្រទេសជាមិត្តនិងដៃគូអភិវឌ្ឍនានាដើម្បីជួយបណ្ដុះបណ្ដាលធនធានមនុស្សដល់មន្ត្រីរាជការដូចជាកម្មវិធីអភិវឌ្ឍសហប្រជាជាតិមូលនិធិ Konrad Adenauer គម្រោងគាំទ្រនីតិបញ្ញត្តិកម្ពុជាកាណាដាឡាក់បានចំនួន245វគ្គក្រៅពីការងារបណ្ដុះបណ្ដាលក្នុងស្រុកអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបានបញ្ជូនមន្ត្រីទៅបណ្ដុះបណ្ដាលរយៈពេលវែងនិងខ្លីនៅប្រទេសបារាំងអូស្ត្រាលីជប៉ុនចិនគុយបាសិង្ហបុរីនិងឥណ្ឌាព្រមទាំងបានចាត់បញ្ជូនថ្នាក់ដឹកនាំនិងមន្ត្រីរាជការទៅធ្វើទស្សនកិច្ចដកស្រង់បទពិសោធន៍តាមការអញ្ជើញរបស់សភានីមួយៗដូចជាប្រទេសស្វីសអ៊ីតាលីបែលហ្សិកកាណាដាអូស្ត្រាលីរុស្ស៊ីអាហ្វ្រិកកូរ៉េជប៉ុនហ្វីលីពីនឥណ្ឌូនេស៊ីថៃឡាវជាដើមរូបសញ្ញារបស់ព្រឹទ្ធសភាតំណាងដោយជើងពៀន2ជាន់ត្រូវចាក់ទៅកោណកែងមួយមានចរិតអក្សរព្រឹទ្ធសភានិងសៀវភៅរដ្ឋធម្មនុញ្ញបើកមានរូបប្រាសាទអង្គរពីក្រោយមានកាំរស្មីចំនួន24បន្ទះនៅខាងក្រោមជើងពៀនមានភ្ញីស្លឹកឈើព័ទ្ធជាស្នែងក្របីឡើងលើដោយរចនាបថក្បាច់អង្គរភ្ញីស្លឹកឈើជាតំណាងឲ្យប្រជារាស្ត្រទូទាំងប្រទេសជើងពៀនជាតំណាងស្ថាប័នជាតិគ្រប់ជាន់ថ្នាក់របស់ប្រទេសប្រាសាទអង្គរជាតំណាងខឿនវប្បធម៌ដ៏រុងរឿងនៃប្រជាជាតិកម្ពុជាកាំរស្មីចំនួន24បន្ទះជាតំណាងឲ្យថ្ងៃទី24ខែកញ្ញាឆ្នាំ1993ជាថ្ងៃប្រកាសឲ្យប្រើនៅរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាសម្រាប់នីតិកាលទី2ប្រសិទ្ធភាពកាត់ឡើងតាមការបោះឆ្នោតជាអសកលមិនចំពោះនិងតាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់ផងនិងតែងតាំងផងអ្នកបោះឆ្នោតនិងអង្គបោះឆ្នោតរបស់ប្រសិទ្ធភាពគឺតំណាងរាស្ត្រក្នុងតំណែងនិងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់នៅតាមភូមិភាគនីមួយៗសមាជិកប្រសិទ្ធភាពគឺជាតំណាងឲ្យក្រុមប្រឹក្សាឃុំសង្កាត់និងតំណាងឲ្យប្រជាជាតិខ្មែរទាំងមូលដោយត្រូវប្រណិប័តនៅមុខងារសំខាន់ចំនួន3គឺមុខងារតំណាងមុខងារនីតិកម្មនិងមុខងារត្រួតពិនិត្យនិងជាស្ពានតភ្ជាប់អំណាចរដ្ឋទៅមូលដ្ឋានម្ចាស់ឆ្នោតនិងសាធារណជនប្រសិទ្ធភាពមានអគារជាច្រើនសម្រាប់ធ្វើជាការិយាល័យធ្វើការរបស់ប្រធានស្ថាប័នសមាជិកាប្រសិទ្ធភាពនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានប្រសិទ្ធភាពដើម្បីបម្រើដល់ដំណើរការងាររបស់ស្ថាប័នជាពិសេសសម្រាប់សមាជិកាប្រសិទ្ធភាពមានបន្ទប់ធ្វើការសរុបចំនួន75បន្ទប់ទៅតាមលក្ខណៈបច្ចេកទេសដោយបន្ទប់នីមួយៗមានបំពាក់នៅសម្ភារៈសមរម្យមានទីកន្លែងប្រជុំចំនួន3និងមានទីកន្លែងសិក្ខាសាលាចំនួន2នៅក្នុងអគារក្រហមមានបន្ទប់របស់ថ្នាក់ដឹកនាំ1ផ្នែកខាងស្ដាំប៉ែកខាងក្រោយនៃបន្ទប់ទទួលភ្ញៀវជាបន្ទប់ធ្វើការរបស់សម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភា
2 ផ្នែកខាងស្ដាំនៃបន្ទប់សម្ដេចប្រធានបែរមុខរកសាលប្រជុំពេញអង្គជាបន្ទប់ធ្វើការរបស់សម្ដេចស៊ីសុវត្ថិជីវ័នមនីរៈអនុប្រធានទី1នៃព្រឹទ្ធសភា3 ផ្នែកខាងឆ្វេងនៃបន្ទប់សម្ដេចប្រធានបែរមុខរកសាលប្រជុំពេញអង្គជាបន្ទប់ធ្វើការរបស់ឯកឧត្តមទេពងនអនុប្រធានទី2នៃព្រឹទ្ធសភានិងបន្ទប់របស់សមាជិកព្រឹទ្ធសភាជាការិយាល័យធ្វើការរបស់សមាជិកព្រឹទ្ធសភាស្ថិតក្នុងអគារ A B C មានចំនួន72បន្ទប់ដោយក្នុងអគារនីមួយៗមានបន្ទប់ចំនួន24ក្រៅពីនេះមានអគារផ្សេងទៀតសម្រាប់មន្ត្រីរាជការបម្រើការងារព្រឹទ្ធសភាមានកន្លែងប្រជុំចំនួន3សម្រាប់ដំណើរការនៅក្នុងអគារក្រហម1ទីកន្លែងប្រជុំពេញអង្គទីកន្លែងនេះស្ថិតនៅចំកណ្ដាលនៃអគារក្រហមដែលរៀបចំឡើងជាអក្សរអុយមានតុនិងកៅអីចំនួន160ចែកចេញជា5ផ្នែកផ្នែកទី1ខាងមុខជាអាសនៈរបស់ប្រធាននៃអង្គប្រជុំបែរមុខមករកច្រកចូលផ្នែកទី2ស្លាបខាងស្ដាំនិងស្លាបខាងឆ្វេងជួរទី2ជាអាសនៈរបស់សមាជិកសមាជិកាព្រឹទ្ធសភាផ្នែកទី3ស្លាបខាងឆ្វេងជួរទី1ជាអាសនៈរបស់តំណាងរាជរដ្ឋាភិបាលចូលមកការពារអត្ថបទច្បាប់ផ្នែកទី4ខាងស្ដាំជាប់តុប្រធានអង្គប្រជុំជាអាសនៈរបស់លេខាធិការនៃអង្គប្រជុំនិងខាងក្រោយលេខាធិការទាំងស្ដាំនិងឆ្វេងជាកន្លែងថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាបម្រើការងារក្នុងអង្គប្រជុំផ្នែកទី5ខាងស្ដាំនិងឆ្វេងនៃច្រកចូលជាទីកន្លែងសម្រាប់ភ្ញៀវជាតិអន្តរជាតិអ្នកសារព័ត៌មានអង្គការមិនមែនរដ្ឋាភិបាលនិងក្រុមនិស្សិតចូលស្ដាប់ការប្រជុំនីមួយៗទី2ទីកន្លែងប្រជុំអចិន្ត្រៃយ៍ទីកន្លែងនេះត្រូវបានរៀបចំឡើងសម្រាប់ប្រជុំពិនិត្យគោលការណ៍សំខាន់ៗរបស់ព្រឹទ្ធសភានិងការកំណត់ពីរបៀបវិរៈលើអត្ថបទច្បាប់ដែលរៀបចំតុនិងកៅអីជារាងចតុកោណកែងមានកៅអីចំនួន15ផ្នែកខាងមុខទល់នឹងច្រកចូលជាអាសនៈរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍មានកៅអីចំនួន3បែរមុខទៅរកអគ្គលេខាធិការព្រឹទ្ធសភាដែលមានកៅអីចំនួន2នៅខាងស្ដាំដៃមានតុនិងកៅអីចំនួន5និងនៅខាងឆ្វេងដៃមានតុនិងកៅអីចំនួន5នៃប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ជាអាសនៈរបស់សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍3ទីកន្លែងប្រជុំពិសេសទីកន្លែងនេះស្ថិតក្នុងអគារទទង់ថ្ងៃប៉ែកខាងជើងឈៀងខាងកើតនៃច្រកចូលព្រឹទ្ធសភាកន្លែងនេះត្រូវបានរៀបចំតុជារាងចតុកោណកែងមានកៅអីចំនួន30សម្រាប់ប្រជុំគណៈកម្មការឬប្រជុំអន្តរគណៈកម្មការជំនាញទាំង9ជាមួយតំណាងរាជរដ្ឋាភិបាលក្នុងការពិនិត្យអត្ថបទច្បាប់ឬការប្រជុំផ្ទៃក្នុងខ្លះៗរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាព្រឹទ្ធសភាមានបន្ទប់ទទួលភ្ញៀវមួយស្ថិតនៅក្នុងអគារក្រហមទល់មុខនឹងកន្លែងប្រជុំអចិន្ត្រៃយ៍សម្រាប់ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភាទទួលជួបនិងធ្វើសវនកម្មជាមួយប្រធានរដ្ឋប្រមុខរដ្ឋាភិបាលប្រធានព្រឹទ្ធសភារដ្ឋសភារាជទូតអង្គទូតអង្គការជាតិនិងអន្តរជាតិបន្ទប់នេះត្រូវបានរៀបចំកៅអីចំនួន17ជាអក្សរអុយនៅចំកណ្ដាលបែរមុខមករកច្រកចូលជាអាសនៈសម្រាប់ថ្នាក់ដឹកនាំស្ថាប័នព្រឹទ្ធសភានិងប្រធានប្រតិភូខាងស្ដាំដៃជាអាសនៈភ្ញៀវនិងខាងឆ្វេងដៃជាអាសនៈរបស់សមាជិកព្រឹទ្ធសភានិងថ្នាក់ដឹកនាំអគ្គលេខាធិការព្រឹទ្ធសភាព្រឹទ្ធសភាមានទីកន្លែងសម្រាប់ធ្វើសិក្ខាសាលាចំនួន2បន្ទប់សិក្ខាសាលាខាងជើងត្រូវបានរៀបចំឡើងសម្រាប់ដំណើរការធ្វើសិក្ខាសាលាថ្នាក់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាការប្រជុំបោះសរុបប្រចាំខែការបើកវគ្គផ្សេងៗឬសិក្ខាសាលាដែលមានសិក្ខាកាមតិចអាចដាក់មនុស្សបានចំនួន83នាក់
បន្ទប់សិក្ខាសាលាបណ្ណាល័យត្រូវបានរៀបចំឡើងសម្រាប់ដំណើរការធ្វើសិក្ខាសាលាថ្នាក់ជាតិអាចដាក់មនុស្សចំនួន160នាក់ជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនប្រសិទ្ធភាពមានបណ្ណាល័យមួយសម្រាប់តម្កល់ឯកសារនិងអាចទទួលមនុស្សឲ្យចូលមកទស្សនកិច្ចសិក្សានិងស្រាវជ្រាវចំនួន100នាក់ដែលជាអំណោយរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន